បើតាមការប្រកាសរបស់លោកZelensky ដែលជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានឲ្យដឹងថាមន្ត្រីរបស់អ៊ុយក្រែនឥឡូវនេះកំពុងតែត្រៀមខ្លួនដើម្បីជួបគ្នាជាមួយនឹងក្រុមអ្នកចរចាសហរដ្ឋអាមេរិកក្រោយពីការជួបចរចារបស់ក្រុមអ្នកចរចាសហរដ្ឋអាមេរិកជាមួយនឹងប្រធានាធិបតីរុស្ស៊ីអំពីផែនការដើម្បីបញ្ចប់សង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែននោះគឺបរាជ័យមិនសម្រេចបានលទ្ធផលជាដុំកំភួនអ្វីនោះទេលោក Zelensky បាននិយាយថាកិច្ចប្រជុំនោះគឺអាចនឹងរៀបចំនៅក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះនៅពេលណាដែលក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកត្រឡប់មកពីទីក្រុងមូស្គូវិញប្រធានាធិបតី Donald Trump បានបញ្ជូនបេសកជនពិសេសរបស់លោកគឺលោក Steve Witkoff ហើយនិងកូនប្រសារគឺលោក Jared Kushner ឲ្យទៅចូលរួមចរចានឹងជាមួយលោកពូទីនអស់រយៈពេល5ម៉ោងជិត5ម៉ោងឯណោះនៅក្នុងទីក្រុងមូស្គូនៅឯវិមានក្រំឡាំងកាលពីថ្ងៃអង្គារកន្លងទៅនេះក៏ប៉ុន្តែបើតាមទីប្រឹក្សារបស់លោកពូទីនគឺលោក Yuri Ushakov បាននិយាយថាមិនមានការធ្វើសម្បទានណាមួយនៅឡើយទេក្នុងការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែននេះហើយលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ុយក្រែនវិញគឺ Andriy Sybiha បានចោទប្រកាន់លោកពូទីនថាអ្វីដែលលោកពូទីនធ្វើនេះគឺគ្រាន់តែជាការអូសក្រឡាដើម្បីធ្វើឲ្យខាតបង់ពេលវេលារបស់ពិភពលោកតែប៉ុណ្ណោះព័ត៌មានទី7នេះបាទខ្ញុំហៅថាជាពឹសយកពឹសបក្រាបពឹសឡើងវិញបាទជាតាក់ទិចដែលសហរដ្ឋអាមេរិកកំពុងតែប្រើគឺបើតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកឥឡូវនេះកំពុងតែបញ្ជូន drone បាទមួយក្រុមដែលជា drone វាយប្រហារទៅហើយអត់ត្រឡប់មកវិញគឺវាយប្រហារផ្ទុះហ្មងគឺបញ្ជូនទៅតំបន់មជ្ឈិមបូព៌ាដើម្បីការពារនៅទីនោះហើយ drone នេះបើតាមសេចក្តីរាយការណ៍គឺជា drone ដែលគេធ្វើដូចដែលរបស់ drone របស់អ៊ីរ៉ង់បញ្ជូនទៅឲ្យប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែនដែលរុស្ស៊ីយកទៅប្រើប្រាស់វាប្រហារអ៊ុយក្រែនអញ្ចឹងបាទនេះគឺជាការមួយគេថាជាការយកបច្ចេកវិទ្យារបស់សត្រូវមកប្រើដើម្បីវាយសត្រូវវិញបាទបើតាមការប្រកាសរបស់ខាងយុទ្ធភូមិភាពកណ្ដាលរបស់ខាងសហរដ្ឋអាមេរិកដែលទទួលបន្ទុកកិច្ចការនៅអឺរ៉ុបនិងនៅខាងមជ្ឈិមបូព៌ាអាហ្វ្រិកនិងមជ្ឈិមបូព៌ាបានប្រកាសនៅថ្ងៃពុធនេះថាបាទគឺខាងសហរដ្ឋអាមេរិកបានបង្កើតក្រុមការងារចំពោះកិច្ចមួយដែលហៅថា Scorpion ពួកខ្យាដំរីដើម្បីវាយប្រហារដែលប្រើប្រាស់ជាអ្នកក្រុមដែលទទួលបន្ទុកការប្រើប្រាស់ drone ទាំងអស់នេះហើយ drone ទាំងអស់នេះគឺការដែលយកទៅប្រើហ្នឹងគឺជារឿងមួយដែលគេបានដកស្រង់បាទពីបទពិសោធន៍ពីការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនហើយនឹងសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលអ៊ីរ៉ង់បានប្រើ drone Shahid នេះវាយប្រហារទៅលើអ៊ីស្រាអែលហើយការផលិត drone នេះគឺមានតម្លៃទាបគឺក្នុងមួយគ្រឿងមានតម្លៃតែ$35,000តែប៉ុណ្ណោះបាទគឺថោកជាងរថយន្តមួយផងដូច្នេះការផលិតនេះគឺហើយនឹងយកទៅប្រើប្រាស់នោះគឺមានប្រសិទ្ធភាពហើយនឹងអស់តម្លៃទាបជាងការប្រើប្រាស់យន្តហោះចម្បាំងដែលមានមនុស្សបើកបាទគឺយន្តហោះចម្បាំងមានមនុស្សបើកអស់លុយច្រើនអស់លុយយន្តហោះចម្បាំងរាប់លានហើយនឹងអ្នកបើកផងដែរតែបើប្រើ drone នេះទៅគឺហោះដូចយន្តហោះអានចម្ងាយឆ្ងាយគឺអាចនឹងប្រើការវាយប្រហារបានអ្វីដែលសហរដ្ឋអាមេរិកបើតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងគឺសហរដ្ឋអាមេរិកបានយកគំនិតនឹងបច្ចេកវិទ្យាដែលអ៊ីរ៉ង់បង្កើតហ្នឹងយកមកធ្វើឲ្យកាន់តែប្រសើរជាងមុនដើម្បីយកទៅប្រើប្រាស់នេះគឺជារូបភាពដែលខ្ញុំបង្ហាញជូនដែលបង្ហាញមកហ្នឹងគឺដូច drone Shahid របស់អ៊ីរ៉ង់មែនដូចគ្នាបាទនេះគឺជាការវិវត្តទៅលើជ្រុងសមរភូមិនិងបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទខ្ញុំសូមដកស្រង់ពី Washington Post ហ្នឹងគឺ Washington Post បានរាយការណ៍ដឹងថាកាលពីប្រជុំនៅក្នុងគេហៅថាប្រជុំបិទទ្វារគឺប្រជុំសម្ងាត់របស់ក្រុមសមាជិកសភាសហរដ្ឋអាមេរិកជាមួយនឹងមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងការបាញ់សម្លាប់ទូករបស់
ជនស៊ីវិលដែលសហរដ្ឋអាមេរិកចោទថាដឹកគ្រឿងញៀនមកសហរដ្ឋអាមេរិកនោះគឺឥឡូវនេះបានធ្វើឲ្យសមាជិករដ្ឋសភាដែលមកពីខាងគណៈបកសាធារណរដ្ឋគឺគណៈបករបស់លោកប្រធានាធិបតីតែម្ដងមានការខឹងសម្បាកាន់តែខ្លាំងឡើងនៅពេលប្រជុំនោះពីព្រោះអីពួកអស់លោកនោះបានសួរសំណួរជាច្រើនអំពីមូលដ្ឋានច្បាប់តើប្រើមូលដ្ឋានច្បាប់មួយណានៅក្នុងការវាយប្រហារទៅលើទូកស៊ីវិលដែលធ្វើឡើងនៅក្នុងតំបន់សមុទ្រការីបនោះហើយមន្ត្រីដែលក្រសួងការពារជាតិបញ្ជូនទៅឲ្យឆ្លើយនឹងសមាជិករដ្ឋសភានោះគឺទៅទាំងគ្មានមេធាវីទៅជួយការពារហើយមន្ត្រីដែលបញ្ជូនទៅនឹងគឺมันអាចឆ្លើយនឹងសំណួរបានច្បាស់លាស់มันអាចបញ្យល់ថាតើក្រសួងការពារជាតិនឹងមានយុទ្ធសាស្ត្រយ៉ាងម៉េចមានផែនការយ៉ាងម៉េចនៅក្នុងការដែលខ្លួនចង់ធ្វើប្រតិបត្តិការនៅតំបន់ក្បែរប្រទេសវេណេស៊ុយអេឡានោះហើយក្នុងករណីដែលមានការវិប្រហារទៅលើគោលដៅនៅប្រទេសវេណេស៊ុយអេឡានឹងត្រូវធ្វើយ៉ាងម៉េចពីព្រោះឯក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះគឺលោកប្រធានាធិបតី Donald Trump បានបង្ហើបអំពីគំនិតនៅក្នុងការចង់វិប្រហារហើយអ្នកដែលសួរអ្នកដែលបញ្ជូនទៅអ្នកដែលខាងក្រសួងការពារជាតិបញ្ជូនទៅនោះគឺមិនអាចឆ្លើយសំណួរទាំងអស់នោះបានឡើយដូច្នេះបានធ្វើឲ្យសមាជិកសភាទាំងគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋខឹងសម្បាយ៉ាងខ្លាំងរហូតដល់អ្នកខ្លះហៅថាលោក Pete Hegseth លោករដ្ឋមន្ត្រីនោះគ្មានសមត្ថភាពទាំងអស់គ្មានសមត្ថភាពនៅក្នុងការដឹកនាំនោះទេហើយអ្នកខ្លះបាននិយាយថាក្រសួងការពារជាតិក្រោមការគ្រប់គ្រងរបស់រដ្ឋបាលលោកត្រាំនេះគឺលាក់ព័ត៌មានខ្លាំងណាស់មិនបញ្ជូនព័ត៌មានច្រើនឲ្យសភាដោយកាលពីរដ្ឋបាលលោកโจ Biden នោះទេឥឡូវនេះគឺខាងគណៈបកសាធារណរដ្ឋកំពុងតែដាក់គំនាបយ៉ាងខ្លាំងជាពិសេសទៅលើសមត្ថភាពក្នុងការដឹកនាំរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះព័ត៌មានទី2គឺជារឿងដែលមានលក្ខណៈនយោបាយបន្តិចដោយសារតែលោក Jack Smith ជារដ្ឋអាជ្ញាកាលពីក្រមរដ្ឋបាលលោកប្រធានាធិបតី Joe Biden ទៅបានក្រសួងយុទ្ធភ័ពតែងតាំងលោកឲ្យដឹកនាំសំណុំរឿងស៊ើបអង្កេតទៅលើលោក Donald Trump ដែលពេលនោះជាអតីតប្រធានាធិបតីពាក់ព័ន្ធនឹងតួនាទីរបស់លោកអតីតប្រធានាធិបតីក្នុងការកែក្រឡាស់លទ្ធផលឆ្នោតឆ្នាំ2020ហើយនៅពេលនេះគឺខាងគណៈកម្មាធិការនីតិកម្មខាងច្បាប់ហើយនឹងយុត្តិធម៌របស់សភាសហរដ្ឋអាមេរិកគឺដែលដឹកនាំដោយគណៈបកសាធារណរដ្ឋនៅថ្ងៃពុធបានចេញលិខិតអញ្ជើញលោក Jack Smith ដែលជាអតីតរដ្ឋអាជ្ញាពិសេសហ្នឹងឲ្យមកឆ្លើយបំភ្លឺនៅក្នុងសភាដោយពួកគេបានលើកឡើងថាអាចនឹងឆ្លើយនៅក្នុងបន្ទប់សវនកម្មបិទទ្វារគឺមិនជាសាធារណៈនោះទេក៏ប៉ុន្តែគ្រាន់តែចេញផែនការនេះភ្លាមលោកប្រធានាធិបតី Donald Trump បានដឹងលោកបានជំទាស់ដោយលោកនិយាយថាការសួរចម្លើយនេះត្រូវតែធ្វើជាសាធារណៈដើម្បីឲ្យគេបានដឹងថាតើលោក Jack Smith ធ្វើការយ៉ាងដូចម្ដេចហើយលោក Donald Trump តាមទាំងហៅលោក Jack Smith ថាជាពួកយូកូងមនុស្សដែលមានជំងឺជាដើមដូច្នេះបើតាមសេចក្តីរាយការណ៍នោះគឺបានន័យថាផែនការរបស់លោកត្រាំបានធ្វើឲ្យខូចទៅដល់ផែនការនៃគណៈបកសាធារណរដ្ឋសមាជិកសភាគណៈបកសាធារណរដ្ឋដែលដើមឡើយចង់អញ្ជើញលោក Jack Smith ទៅសួរចម្លើយនៅក្នុងបន្ទប់ដែលបិទទ្វារជិតដើម្បីឲ្យលោក Jack Smith ឆ្លើយពីព្រោះក្នុងពេលកន្លងមកគេបានអញ្ជើញលោកឲ្យចូលដោយស្ម័គ្រចិត្តប៉ុន្តែលោក Jack Smith មិនបានចូលនោះទេដូច្នេះការធ្វើដូច្នេះគឺអាចនឹងខុសបំណងរបស់ខាងគណៈបកសាធារណរដ្ឋដែលចង់ឲ្យឆ្លើយដោយបិទទ្វារនោះសិនហើយប្រិមិត្តបានចាំហើយគឺការស៊ើបអង្កេតនៅពេលនោះគឺមិនទាន់បានចេញទៅជាការចោទប្រកាន់លោកប្រធានាធិបតីទៅតុលាការនៅឡើយទេដោយសារតែលោកប្រធានាធិបតី Trump លោកជាប់ឆ្នោតសំណុំរឿងនោះក៏បាត់បញ្ចប់ទៅឥឡូវនេះគឺខាងសភារបស់សហរដ្ឋអាមេរិកនឹងក៏អញ្ជើញលោក Jack Smith ឲ្យទៅឆ្លើយនៅថ្ងៃទី17ខែធ្នូម៉ោងវេលាមក10ព្រឹកបាទនេះគឺជាការវិវត្តមួយទៀត
នៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិកដែលពេលដែលលោក Trump លោកធ្លាក់ឆ្នោតបន្ទាប់ពីកាន់អំណាចនៅអាណត្តិទី1រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក Joe Biden ក៏បានបង្កើតសំណុំរឿងជាច្រើនតាមស៊ើបអង្កេតលោក Donald Trump ឥឡូវនេះពេលដែលលោក Donald Trump លោកឡើងកាន់អំណាចវិញបាទលោកក៏តាមរោគអ្នកដែលធ្លាប់ធ្វើបាបលោកនឹងឡើងវិញផងដែររួមទាំងលោកអតីតនាយក FBI ហើយនិងលោកស្រីរដ្ឋអគ្គរដ្ឋអាជ្ញាប្រចាំនៅទីក្រុងញូវយ៉កព័ត៌មានទី3គឺអ្នកដែលមានបានធានារ៉ាប់រងក្រោមកម្មវិធី Obamacare ឥឡូវនេះអាចនឹងជួបការលំបាកពីព្រោះអីមកដល់ពេលនេះគឺមិនទាន់មានការព្រមព្រៀងគ្នាណាពីគណៈបកទាំងពីរនៅសភារបស់សហរដ្ឋអាមេរិកនៅឡើយទេបើយើងនៅចាំបានគឺការបិទរដ្ឋាភិបាលហើយបានបើកទៅវិញជាផ្នែកមួយនៃការសន្យាពីខាងគណៈបកសាធារណរដ្ឋគឺអាចនឹងចូលរួមគ្រប់គ្រងច្បាប់ផ្ដល់ថវិកាឧបត្ថម្ភបន្ថែមទៀតទៅដល់កម្មវិធីធានារ៉ាប់រងសុខភាពនោះក៏ប៉ុន្តែមកដល់ពេលនេះគឺមិនទាន់មានអ្វីដែលលេចរូបរាងជាដុំកំភួននៅឡើយទេក្នុងពេលដែលអាចនឹងមានការបោះឆ្នោតនៅពាក់កណ្ដាលខែធ្នូនេះពីព្រោះអីក្នុងពេលកន្លងមកនេះគឺខាងគណៈបកប្រជាធិបតេយ្យចង់ឲ្យការផ្ដល់ប្រាក់ឧបត្ថម្ភធននឹងរហូតដល់ឆ្នាំ4ឆ្នាំរយៈពេល4ឆ្នាំក៏ប៉ុន្តែបើសំទោស3ឆ្នាំបាទ3ឆ្នាំឲ្យពន្យាពេលរយៈពេល3ឆ្នាំក៏ប៉ុន្តែខាងគណៈបកសាធារណរដ្ឋបាននិយាយថាពួកគេមានការព្រួយបារម្ភខ្លាចប្រាក់ទាំងអស់នោះយកទៅឧបត្ថម្ភទៅដល់អ្នកដែលទិញបានធានារ៉ាប់រងហើយប្រើប្រាស់ក្នុងការពន្លូតកូនបាទពីព្រោះខាងគណៈបកសាធារណរដ្ឋគាត់គោលនយោបាយមួយគឺប្រឆាំងការពន្លូតកូនបាទមកដល់ពេលនេះគឺបើតាមសេចក្តីរាយការណ៍គឺអ្នកដែលប្រើប្រាស់បានធានារ៉ាប់រង Obamacare នឹងមានប្រមាណជា24លានអ្នកនៅទូទាំងសហរដ្ឋអាមេរិកហើយប្រសិនបើមិនមានការឧបត្ថម្ភធនពីរដ្ឋាភិបាលទេគឺទឹកប្រាក់ធានាដែលគេត្រូវបង់ឲ្យក្រុមហ៊ុននោះគឺកើនឡើងចំនួន 26% ចាប់តាំងពីឆ្នាំក្រោយនេះតទៅព័ត៌មានទី4នេះគឺពាក់ព័ន្ធជាមួយនឹងពន្ធគយឬក៏ពន្ធបដិការដែលលោកប្រធានាធិបតី Donald Trump បានដាក់ទៅលើបណ្ដាប្រទេសនានាហើយបើតាមសេចក្តីរាយការណ៍របស់ New York Times ឲ្យដឹងថាក្រុមហ៊ុនធំនានាដែលមានដូចជាក្រុមហ៊ុន Costco ប្រិមិត្តនៅសហរដ្ឋអាមេរិកស្គាល់ហើយ Costco រហូតដល់ក្រុម Bumblebee Food ជាដើមហ្នឹងឥឡូវនេះកំពុងតែត្រៀមក្រុមអ្នកច្បាប់របស់ពួកគេក្រុមមេធាវីរបស់ពួកគេដើម្បីប្តឹងទាមទារយកប្រាក់ពន្ធគយដែលក្រុមហ៊ុនទាំងនោះបានបង់ពេលដែលនាំទំនិញចូលសហរដ្ឋអាមេរិកវិញក្នុងគ្រាណាដែលតុលាការកំពូលអាចនឹងសម្រេចក្នុងពេលឆាប់នេះថាការដែលលោកប្រធានាធិបតី Donald Trump យកពន្ធបដិការពន្ធគយទៅលើបណ្ដាប្រទេសនានានោះគឺមិនត្រឹមត្រូវតាមច្បាប់ទេដូច្នេះគឺត្រូវត្រឡប់ទៅផែនការដើមវិញហើយក្រុមហ៊ុនទាំងអស់នោះដែលបានបង់ប្រាក់ពន្ធនោះរួចទៅហើយគឺកំពុងតែត្រៀមអ្នកច្បាប់ដើម្បីប្តឹងទាមទារប្រាក់ពន្ធដែលពួកគេបង់ទៅវិញពីព្រោះក្នុងសវនាការក្នុងពេលកន្លងមកគឺចៅក្រមតុលាការកំពូលហាក់សម្ដែងនៅការមន្ទិលសង្ស័យចំពោះការយកពន្ធគយដែលលោកប្រធានាធិបតី Donald Trump បានដាក់ចេញនេះក៏ប៉ុន្តែអ្វីដែលចោទជាសំណួរទៅមេធាវីខាងដើមបណ្ដឹងនោះគឺចៅក្រមបានសួរថាតើលោកស្រីមានផែនការក្នុងការចែកប្រាក់ដែលបានដកពីពន្ធគយនោះទៅវិញយ៉ាងដូចម្តេចហើយសូម្បីតែមេធាវីដើមបណ្ដឹងក៏មិនអាចឆ្លើយបានច្បាស់លាស់នោះដែរបាទនេះគឺជាការវិវត្តមួយដែលក្រុមអ្នកទាំងអស់នោះឥឡូវនេះកំពុងតែត្រៀមដើម្បីទាមទារយកលុយមកវិញពីព្រោះក្នុងរយៈពេលតាំងពីលោកប្រធានាធិបតី Donald Trump ដាក់ពន្ធគយបដិការមកគឺលោកបានប្រមូលពន្ធប្រមាណជា$200,000 លានសហរដ្ឋអាមេរិកចូលទៅក្នុងឃ្លាំងរបស់ជាតិណានេះគឺជាការវិវត្តមួយដែលយើងបានដឹងអំពីក្រុមហ៊ុនឯកជនទាំងអស់នោះត្រៀមខ្លួនដើម្បីប្តឹងទាមទារលុយពីរដ្ឋាភិបាលវិញបាទការសង្កេតរបស់ខ្ញុំបានឃើញថាដល់ពេលអញ្ចឹងបានដឹងថាមនុស្សលោភណាស់កាន់តែមានកាន់តែលោភពីព្រោះអី
ពេលដែលគាត់នាំតំណែងចូលហ្នឹងគាត់បងពុនកយប៉ុន្តែពេលដែលគាត់លក់តំណែងហ្នឹងវិញគាត់តម្លើងថ្លៃស្រាប់អត់ទៅហើយគឺទាំងខ្ញុំទាំងលោកលៀងតាំងពីលោកចន្ទថាជាអ្នកបងពុនទៅឲ្យខាងរដ្ឋាភិបាលទេគឺក្រុមហ៊ុនទាំងអស់ហ្នឹងគាត់យកពីយើងទៅវិញគាត់អត់ខាតទេបាទប៉ុន្តែដូចថាគាត់បងពុនអស់50 លានអញ្ចឹងគាត់បត់តម្លើងថ្លៃវិញចំណេញទាំង50 លាននឹងទៅវិញបាត់ហើយឥឡូវគាត់យកអា receipt ដែលគាត់បងពុន50 លាននឹងទៅប្រឹងទាពីរដ្ឋាភិបាលវិញតើគាត់យកមកចាយឲ្យយើងទៅវិញទេខ្ញុំមិនជឿថាគាត់យកមកចាយឲ្យយើងទេពីព្រោះទំនិញដែលយើងទិញហ្នឹងក្នុងអាតម្លៃរាយបងថ្លៃហ្នឹងទៅហើយហ្នឹងបាទអញ្ចឹងដល់ពេលអញ្ចឹងបាននៅថាក្រុមហ៊ុនធំហ្នឹងគឺអ្នកមានកាន់តែលោភលន់ទៅណាបាទព័ត៌មានទី5នេះបាទអ្នកដែលទទួលកម្មវិធីឧបត្ថម្ភអាហារឧបត្ថម្ភនៅសហរដ្ឋអាមេរិកដែលហៅថា SNAP ឈ្មោះថ្មីដែលឈ្មោះចាស់ហៅថា Food Stamp ឥឡូវនេះកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់បន្ថែមទៀតហើយបើតាមការឲ្យដឹងពីព្រោះអីលោកស្រីរដ្ឋមន្ត្រីក្រសួងកសិកម្មគឺលោកស្រីនៅក្នុងរូបហ្នឹងបាទគាត់ថាទាមទារយកទិន្នន័យពីរដ្ឋនានាដើម្បីឲ្យចង់ដឹងថាអ្នកណាដែលប្រភេទណាដែលទទួលបានផលប្រយោជន៍ពីកម្មវិធីឧបត្ថម្ភអាហារូបត្ថម្ភនេះ Food Stamp នៅតែអ្នកណាក៏ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថារដ្ឋដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋមានការសហការត្រឹមត្រូវគឺផ្ដល់ទិន្នន័យឲ្យមកតែរដ្ឋដែលគ្រប់គ្រងដោយគណៈបកប្រជាធិបតេយ្យមិនទាន់បានផ្ដល់ទិន្នន័យអ្វីឲ្យមកខាងរដ្ឋាភិបាលថ្នាក់ជាតិនោះទេជាពិសេសគឺក្រសួងកសិកម្មពីព្រោះគេចង់ដឹងថាតើអ្នកដែលទទួលនឹងគឺជាអ្នកដែលជាជនអន្តោប្រវេសន៍ឬក៏យ៉ាងម៉េចបាទពីព្រោះអីលោក Donald Trump លោកមិនចង់ឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ណាមកទទួលផលប្រយោជន៍ពីកម្មវិធីសហព័ន្ធដែលផ្ដល់ជូននោះទេហើយរដ្ឋដែលបើតាមសេចក្តីរាយការណ៍នេះគឺរដ្ឋដែលនៅរឹងរូសដែលមិនទាន់បានប្រគល់ទិន្នន័យមកឲ្យក្រសួងគឺមានរដ្ឋ California អ្នកនៅកាលីរដ្ឋ New York គ្រប់គ្រងដោយគណៈបព្វជិធិបតេយ្យដែររដ្ឋ Minnesota បាទគឺរដ្ឋទាំង3នេះដែលខាងក្រសួងបានលើកចំឈ្មោះនោះគឺថានៅតែបន្តបដិសេធមិនព្រមផ្ដល់ទិន្នន័យឲ្យទៅក្រសួងកសិកម្មនោះទេបាទនេះគឺជាការមួយដែលខាងក្រសួងតម្រូវអញ្ចឹងអ្នកដែលទទួលបានប្រាក់ឧបត្ថម្ភ Food Stamp ទើបតែឆ្លងផុតបញ្ហាកាលពីការបិទរដ្ឋាភិបាលឥឡូវនឹងស្រាប់តែមកជួបបញ្ហានេះបន្ថែមទៀតហើយ